គេនិយាយថាមនុស្សប្រុសអស់ជាងឆ្កែអ្វីដែលគេនិយាយលួចមិនខុសដែរណានេះគេប្រៀបធៀបបាទរវាងភាពស្មោះត្រង់មនុស្សប្រុសជាមួយនឹងឆ្កែបាទដល់គេដកស្រង់ពីសាច់រឿងមួយបច្ចុប្បន្នអាមានឆ្កែមកក្បាលគឺរងចាំប្រចាំវារហូតដល់10ឆ្នាំបាទហើយយើងសួរខ្លួនយើងថាតើមានមនុស្សប្រុសប៉ុន្មាននេះដែលថាធ្វើបានដូចឆ្កែអញ្ចឹងកន្លែងហ្នឹងបើថាបើយើងធ្វើបានដូចឆ្កែបើន័យថាយើងអត់ជាងឆ្កែរឿងវាមានតែប៉ុណ្្នឹងហើយកុំនិយាយពាក្យថាយើងតំណាងឲ្យប្រុសទូទៅទាំងអស់និយាយទៅលោកខ្លួនឯងទៅបានហើយថាលោកខ្លួនឯងនេះធ្វើដូចឆ្កែមិនបានទទួលយល់ព្រមទស្សនៈរបស់នារីតែខ្លួនឯងហ្នឹងអន់ជាងឆ្កែទៅបានហើយសម្រាប់ប្រុសទូទៅគេអត់ទទួលស្គាល់ទេគេមានចំណុចរបស់គេហើយនារីហ្នឹងអត់បាននិយាយពាក្យខ្លះទេគឺម៉ៅទាំងអស់តែម្ដងណាអញ្ចឹងបើក្នុងហ្នឹងមានលោកដែលថាបើសិនជាដៃគូរបស់លោកណាមានបញ្ហាហើយលោកទ្រាំធ្វើមិនបានដូចឆ្កែទេលោកអន់ជាងឆ្កែលោកទទួលស្គាល់តែឯងទៅគឺបានហើយខ្ញុំក៏សូមប្រាប់លោកដែរថាកុំឲ្យលើកឧទាហរណ៍ប្រពន្ធខ្ញុំឬក៏ប្រពន្ធអ្នកនេះប្រពន្ធអ្នកនោះកុំលើកឧទាហរណ៍អញ្ចឹងណាលើកឧទាហរណ៍តែប្រពន្ធលោកឯងទៅបានហើយថាបើសិនជាប្រពន្ធរបស់លោកឯងគាត់ចែកឋានទៅជាការពិតលោកមិនត្រូវលើកឧទាហរណ៍ប្រពន្ធរបស់ខ្លួនឬក៏ប្រពន្ធរបស់អ្នកណាទេប៉ុន្តែវីដេអូហ្នឹងខ្ញុំបានសេវទុកអស់ហើយគឺលោកបានឧទាហរណ៍ថាបើខ្ញុំនេះប្រពន្ធខ្ញុំឬដៃគូខ្ញុំស្លាប់ណាខ្ញុំអាចទៅអញ្ចឹងអានឹងជាសន្តានរបស់លោកជាសន្តានរបស់លោកលោកកុំយកសន្តាននឹងទៅស្ទង់នឹងគេអីហើយលោកកុំលើកឧទាហរណ៍ចំពោះប្រពន្ធខ្ញុំឬក៏ប្រពន្ធគេដាច់ខាតគឺលោកឧទាហរណ៍ខ្លួនឯងទៅថាបើសិនជាប្រពន្ធលោកឬក៏ដៃគូស្នេហារបស់លោកស្លាប់ទៅលោកមិនអាចទ្រាំបានឬក៏នៅចាំ10ឆ្នាំដូចឆ្កែអញ្ចឹងទេអញ្ចឹងលោកទទួលថាលោកអន់ជាងឆ្កែតែខ្លួនឯងទៅកុំឲ្យទាញប្រុសទាំងអស់ណាទៅអន់អញ្ចឹងដែរមិនកើតទេអញ្ចឹងណាអញ្ចឹងមុំទៅទម្លាក់ខ្លះទៅកុំចេញអីណាអំនួតអួតខ្ទាតកតើតអីនឹងមកអីមុំទៅទុកឲ្យគេនិយាយខ្លះទៅ